កម្ដៅកាន់តែកើនឡើងហើយបងប្អូនការប្រកួតអត់ទាន់បានចាប់ផ្ដើមទេក៏ប៉ុន្តែការឌឺដងគ្នាតាមរយៈពាក្យសម្ដីរវាងកីឡាករឡាមីនយ៉ាម៉ាល់របស់អេស្ប៉ាញនិងកីឡាករកូណាតេរបស់បារាំងក្រោយពេលឡើងមកកាន់វគ្គ4ក្រុមចុងក្រោយនេះកីឡាករឡាមីនយ៉ាម៉ាល់បានបោះពាក្យសម្ដីថាជម្រើសជាតិអេស្ប៉ាញអត់ខ្លាចជម្រើសជាតិបារាំងនោះទេផ្ទុយទៅវិញជម្រើសជាតិបារាំងទេដែលត្រូវខ្លាចជម្រើសជាតិអេស្ប៉ាញដោយសារតែមករយៈចុងក្រោយនេះគឺជម្រើសជាតិបារាំងលេងអត់ឈ្នះជម្រើសជាតិអេស្ប៉ាញនោះទេបន្ទាប់ពីឡាមីនយ៉ាម៉ាល់បានបោះពាក្យសម្ដីបែបហ្នឹងហើយកីឡាកររបស់ជម្រើសជាតិបារាំងកូណាតេក៏បាននិយាយនៅក្នុងសន្និសីទកាសែតមួយថាពួកគេមិនខ្វល់ខ្វាយពីសម្ដីរបស់អ្នកណាទាំងអស់ជម្រើសជាតិបារាំងពេលនេះគឺផ្ដោតសំខាន់ទៅលើការហ្វឹកហាត់និងការប្រកួតតែប៉ុណ្ណោះជាពិសេសគឺការប្រកួតវគ្គសំខាន់បែបនេះហើយរូបគេក៏បានបន្តថាការប្រកួតនេះជម្រើសជាតិបារាំងមិនមែនផ្ដោតតែលើឡាមីនយ៉ាម៉ាល់តែមួយមុខគត់ទេពលគឺដោយសារតែជម្រើសជាតិអេស្ប៉ាញគឺមានកីឡាករដែលមានទេពកោសល្យច្រើនដែលអាចបង្កគ្រោះថ្នាក់ដល់ជម្រើសជាតិបារាំងនៅក្នុងវគ្គនេះផងដែរយ៉ាងណាមិញយើងមានតែចាំតាមដានទាំងអស់គ្នាថាតើការប្រកួតនឹងទៅជាយ៉ាងណានៅយប់នេះបងប្អូនកុំភ្លេចតាមដានដោយសារតែការប្រកួតនេះអត់ខុសពីការប្រកួតវគ្គផ្ដាច់ព្រាត់នោះទេដោយសារតែពីរក្រុមនេះគឺជាក្រុមដែលមានឥទ្ធិពលខ្លាំងនៅក្នុងពានរង្វាន់ World Cup នេះដែលគេជឿជាក់ថាក្រុមណាដែលឡើងទៅវគ្គផ្ដាច់ព្រាត់អាចនឹងមានភាគរយខ្ពស់ក្នុងការលើកពានរង្វាន់នេះផងដែរហើយមានរឿងមួយទៀតដែលអ្នកគ្រប់គ្រងជម្រើសជាតិបារាំងគួរតែត្រៀមទុកឲ្យហើយដោយសារតែកូម៉ាទេកម្ពុជាបានរើសហើយបាទគឺជម្រើសជាតិបារាំងពេញបេះដូងសែនមន់2